រឿងយាយសំនិងយាយស៊ីនៅក្នុងភូមិមានផ្ទះពីរខ្នងដែលមានរបងជាប់គ្នាផ្ទះម្ខាងសង់អំពីស្លឹកត្នោតតូចល្មមម្ចាស់ផ្ទះមួយនោះមានឈ្មោះថាលោកយាយស៊ីគាត់ជាស្ត្រីមេម៉ាយមិនមានមុខរបរពិតប្រាកដនោះទេគាត់មានកូនស្រីម្នាក់ឈ្មោះថាចំបៃសពថ្ងៃនាងមានអាយុ19ឆ្នាំចំបៃនាងមិនបានរៀនខ្ពង់ខ្ពស់នោះទេដោយសារតែគ្រួសារមានជីវភាពខ្វះខាតម្ដាយមានវ័យរៀងចំណាស់ដែរទៅហើយមិនសូវជាមានកម្លាំងនៅក្នុងការទៅរកប្រាក់ផ្គត់ផ្គង់ខ្លួននិងកូនបាននោះទេម្ល៉េះហើយទើបចំបៃសម្រេចចិត្តបញ្ឈប់ការសិក្សានៅត្រឹមថ្នាក់ទី10ទៅធ្វើជាកម្មកររោងចក្រមួយកន្លែងឯចុងភូមិឯចំណែកផ្ទះម្ខាងទៀតមើលទៅធំស្កឹមស្កៃជុំវិញផ្ទះនោះមានដាំដំណាំយ៉ាងស្រស់បំព្រងម្ចាស់ផ្ទះមានឈ្មោះថាលោកយាយសំគាត់ជាស្ត្រីមេម៉ាយដែលមានកូនប្រុសម្នាក់ឈ្មោះថានីពេជ្រសពថ្ងៃគេមានអាយុ25ឆ្នាំមានមុខរបរជាគ្រូបង្រៀនសាលាបឋមសិក្សាមួយកន្លែងឯក្បែរនោះម្ចាស់ផ្ទះទាំងពីរនេះមិនត្រូវគ្នានោះទេដោយសារតែលោកយាយសំគាត់មាននៅចិត្តកំណាញ់អំពីទ្រព្យរបស់ទាំងអំបាលម៉ានដែលគាត់មានពេលខ្លះសូម្បីតែផ្លែឈើដែលគាត់ដាំជ្រុះចូលទៅក្នុងដីរបស់លោកយាយស៊ីក៏គាត់បង្កឲ្យមានបញ្ហាដែរណែប៊ីកស៊ីអើយអញមិនសុខចិត្តទេប៊ីកស៊ីឆាប់ចេញមកជួបអញឥឡូវនេះភ្លាមមកប៊ីកស៊ីមានរឿងហើយនាងឯងរឿងធំណាស់ហើយនៅណាវាកើតអីហើយមានរឿងអីបានជាហៅអីក៏ហៅម៉េះរឿងធំណាស់ប៊ីកស៊ីនាងឯងត្រូវតែមកទទួលខុសត្រូវជាមួយនឹងអញភ្លាមហើយអញមានរឿងអីជាមួយនឹងនាងឯងពីតាណាទៅណែបាត់ផ្លែទ្រព្យអញមួយបាត់មកតែងអញទីទ្រព្យតែនាងឯងនឹងហើយមកបេះរបស់អញឆាប់សងអញភ្លាមមកមីកស៊ីណែមីកសំនាងឯងមិនបានរករឿងអញមួយថ្ងៃនាងឯងដាច់ខ្យល់ឬក៏វាចេះតែយ៉ាងម៉េចនៅក្នុងខ្លួននោះណែមកត្រឹមតែផ្លែទ្រព្យមួយនៅទេពីគ្រាប់អីនោះអញមិនថោកទៅលួចបេះរបស់នាងឯងនោះទេនៅផ្សារតែលក់ឲ្យឡើងកើអញធ្វើប៉ះរបស់នាងឯងណាធ្វើអីយើនេះស៊ីអញលើកឯងឲ្យនាងឯងសិនទៅចុះបើមានលើកក្រោយទៀតដឹងឃ្លាហើយនាងឯងលោកប្រឡប់បន្តិចជាម៉ោងសម្រាប់ពីការងារនៅតាមផ្លូវក៏មានម៉ូតូមួយជិះគ្នា2នាក់នៅខាងមុខជានាយពេជ្រកូនប្រុសរបស់លោកយាយសំចំណែកឯនៅខាងក្រោយនាយពេជ្រនោះជានាងចំបៃកូនស្រីរបស់លោកយាយស៊ីទៅវិញអ្នកទាំងពីរនេះមើលទៅដូចជាកំពុងតែនឹងមានទំនាក់ទំនងស្នេហាថែមទៀតផងលុះជិះបានបន្តិចជិតដល់ផ្លូវដែលត្រូវចូលផ្ទះចំបៃក៏ហៅនាយពេជ្រឲ្យឈប់បែកឈុំម៉ូតូនៅត្រង់នឹងសិនហើយមានអីចំបៃមិនហៅខ្ញុំឲ្យឈប់អញ្ចឹងឈប់នៅនឹងហើយពេជ្រចាំខ្ញុំដើរទៅផ្ទះបើពេជ្រជួបខ្ញុំទៅច្បាស់ជាបែកផ្ទះមិនខានទេនិយាយតែប៉ុណ្ណេះចំបៃក៏ចុះពីលើម៉ូតូដើរសំដៅទៅផ្ទះនៅឯផ្ទះរបស់លោកយាយសំឯនោះវិញណែពេជ្រមកដល់ហើយកូនមកអង្គុយចុះសិនមកណែពេជ្រមើលម៉ែសុំសួរកូនរាល់ថ្ងៃនេះកូនមានមើលឃើញនារីណារួចហើយឬនៅណែម៉ែមើលទៅអាយុកូនដូចជារៀងច្រើនដែរទៅហើយម៉ែក៏ចាស់ដែរហើយណាមួយម៉ែក៏ចង់ឃើញមុខកូនប្រសាមុននឹងស្លាប់ទៅណានិយាយអីចឹងទេម៉ែណែតើម៉ែប្រកាន់ទេបើសិនជាខ្ញុំប្រាប់ម៉ែទៅនឹងព្រមដែរទេហើយបើយីនៅបើនឹងហើយមើលពេជ្រនិយាយមកមើលម៉ែព្រមតាមតែកូនទេគឺណែគឺខ្ញុំកំពុងតែនឹងតាក់ទងគ្នាជាមួយនឹងអូនចំបៃម៉ែហើយក៏ចង់សូមឲ្យម៉ែចូលទៅស្ដីដណ្ដឹងនាងឲ្យមកខ្ញុំផងដែរម៉ែយីណៃអាពេជ្រហើយស្រីអាម៉ាកកឯងមិនស្រឡាញ់មិនក៏ទៅស្រឡាញ់អីនេះចំបៃកូនមីកស៊ីសត្រូវម៉ែនោះទៅវិញហើយឆាប់ដកចិត្តពីនាងនោះវិញទៅម៉ែមិនព្រមនោះទេ
ទៅមិនបាច់នៅរាយរាប់អង្គអីនោះទេទៅមួយទឹកចូលដេកទៅហើយ រាត្រីនោះដែរលោកយាយសំគាត់នៅមិនស្រណុកនោះទេនៅក្នុងខ្លួនហាក់បីដូចជាមានភ្លើងកំពុងតែនឹងឆាបឆេះរោរាសម្រានក៏មិនលុះអង្គុយក៏មិនស្រណុកគាត់ទប់អារម្មណ៍មិនជាប់ក៏សម្រេចចិត្តដើរទៅផ្ទះរបស់លោកយាយស៊ីទាំងក្នុងពេលកណ្ដាលរាត្រីនោះទៅពេលដែលទៅដល់លោកយាយសំគាត់មិនសំចៃមាត់នោះទេនិយាយដៀថ្មេះមាក់ងាយក្រុមគ្រួសាររបស់លោកយាយស៊ីហើយក៏ប្រាប់ទៅនាងចំបៃឈប់ឲ្យមកតាក់ទងជាមួយនឹងកូនប្រុសរបស់គាត់ទៀតទាំងនេះក៏ដោយសារតែចំបៃជាកូនរបស់លោកយាយស៊ីដែលត្រូវជាសត្រូវនិងមានជីវភាពខ្វះខាតទើបលោកយាយសំគាត់មិនពេញចិត្តនឹងទំនាក់ទំនងស្នេហាមួយនេះគាត់ធ្វើស្ដីបន្ទោសចំបៃបែបនេះហើយនៅគំរាមនាងមិនឲ្យប្រាប់ទៅនៃពេជ្រថែមទៀតផងដល់ពេលដែលគាត់ស្ដីថាអស់ពីចិត្តរបស់គាត់ហើយលោកយាយសំក៏ត្រឡប់ទៅផ្ទះវិញនារាត្រីដែលពោពេញទៅដោយស្នាមញញឹមដក់ជាប់ពីក្បាលល្ងាចក៏ប្រែប្រួលទៅជារាត្រីមួយដែលសែនសោកសៅនៅក្នុងផ្ទះរបស់លោកយាយស៊ីនៅលើផ្ទៃមុខម្នាក់ពោពេញទៅដោយទឹកនេត្រាហូរចេញមកដែលបញ្ជាក់ឲ្យឃើញថានៅក្នុងចិត្តកំពុងតែនឹងកើតក្តីឈឺចាប់ខ្លោចផ្សាលោកយាយស៊ីគាត់យំដោយសារតែចិត្តអាណិតដល់កូនស្រីឯចំណែកនាងចំបៃវិញយំឈឺចិត្តព្រោះតែត្រូវម្ដាយនាយពេជ្រមកបំបែករារាំងក្តីស្នេហ៍ហើយនឹងមាក់ងាយម្ដាយរបស់នាងទង្វើដែលលោកយាយសំធ្វើទៅនោះហាក់បីដូចជាមកជន់ឈ្លីកិត្តិយសម្ដាយរបស់នាងអញ្ចឹងប្រៀបប្រដូចគ្រួសាររបស់នាងទៅនឹងសម្រាមដែលគេបោះបង់ចោលគ្មានតម្លៃចំបៃបើត្រូវគេធ្វើទង្វើបែបនោះដាក់មកលើខ្លួនហើយក៏លែងមានចិត្តស្ដាយស្រណោះអ្វីបន្តទៅទៀតនោះដែរនាងក៏យកទូរស័ព្ទខលទៅនីពេជ្រដើម្បីផ្ដាច់ទំនាក់ទំនងគ្នានិងលែងទៅពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារនោះបន្តទៅទៀតរាត្រីកាលដ៏សែនសោកសៅក៏បានរំកិលផុតទៅប្រហៀមថ្ងៃរះកំពស់នឹងចុងថ្នោតលោកយាយស៊ីក៏ធ្វើដំណើរថ្មើរជើងមកពីផ្សារក្នុងដៃមានកាន់នៅផ្លែស្វាយមួយថង់ស្របនៅក្នុងខណៈពេលនោះលោកយាយសំជិះម៉ូតូមកពីខាងក្រោយពេលឃើញលោកយាយស៊ីកំពុងតែនឹងដើរគាត់ក៏មានគំនិតអាក្រក់ទៅលើលោកយាយស៊ីយើមេកស៊ីនៅដើរទៅពេលផ្លូវអញនឹងហើយចាំមើលអញគៀនាងឯងអត់ធ្លាក់ផ្លូវឲ្យណានៃម្ដងមីកស៊ីគិតរួចហើយលោកយាយសំក៏បើកម៉ូតូមួយទំហឹងទៅគៀលោកយាយស៊ីធ្លាក់ពីលើផ្លូវបោកទប់ទៅនឹងដើមឈើក្បែរនោះមួយទំហឹងដែលធ្វើឲ្យគាត់បាត់មាត់បាត់កលែងនិយាយស្ដីស្ងាត់សូនឈឹងមិនដែរខ្ស៊ីមិនដែរចុកទេខ្ស៊ីរវល់តែនឹងងាកមុខមកសោចលោកយាយស៊ីដែលដួលភ្លេចងាកមើលទៅខាងមុខលោកយាយសំក៏រេចង្កូនម៉ូតូទៅបុកជាមួយនឹងដើមឈើដែលដុះនៅសងខាងផ្លូវបណ្ដាលឲ្យដួលបោកទប់ទៅនឹងដីមួយទំហឹងចុកដើមទ្រូងរកនិយាយស្ដីអីក៏មិនចេញងាកទៅមើលលោកយាយស៊ីក៏កំពុងតែនឹងដេកស្ដុកស្ដឹងទៅនឹងដីគ្មាននរណាជួយរឹតគាត់ទាំងពីរនោះទេព្រោះតែម្នាក់ព្រឹកឡើងគេចេញទៅធ្វើការងាររកស៊ីជួញដូរអស់ទៅហើយនៅក្នុងភូមិស្ងាត់ជ្រងំដោយទ្រាំនឹងភាពចុកចាប់ដើមទ្រូងពុំបានដកដង្ហើមពុំរួចគាត់ទាំងពីរក៏ផុតអស់អាយុត្រឹមតែប៉ុណ្ណោះទៅសពរបស់លោកយាយស៊ីនិងលោកយាយសំត្រូវបានយកទៅធ្វើបុណ្យនៅឯផ្ទះរៀងខ្លួននៅផ្ទះរបស់លោកយាយសំមានមនុស្សច្រើនកុះករមកចូលរួមនៅក្នុងពិធី
ព្រោះតែគាត់ជាអ្នកដែលមានមុខមានមាត់និងមានជីវភាពធូរធារមានរបស់របរសម្បូរហូរហៀរដោយឡែកតែសពរបស់លោកយាយស៊ីមិនមានមនុស្សទៅចូលរួមនោះទេសូម្បីតែព្រះសង្ឃនិងលោកតាអាចារ្យក៏មិនសូវចង់ទៅចូលរួមផងព្រោះតែគាត់មានជីវភាពខ្វះខាតជាខ្លាំងគ្មានទីពឹងអ្វីមានតែចំបៃម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែងក្នុងហេតុការណ៍ដែលនាំឲ្យលោកយាយស៊ីស្លាប់នោះក៏បានធ្វើឲ្យចំបៃលែងមាននៅក្តីស្រឡាញ់អ្វីជាប់ជំពាក់ទៅលើនាយពេជ្រទៀតហើយដល់ចាប់ពិធីបុណ្យរួចសពគ្រប់ហើយចំបៃក៏សម្រេចចាត់ចែងទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញវិញម្ដងដើម្បីរកប្រាក់មកចិញ្ចឹមជីវិតខ្លួនឲ្យមានភាពល្អប្រសើរជាងនេះកុំឲ្យគេមកមាក់ងាយនាងបានទៀតពេលវេលាក៏ចេះតែកន្លងទៅយប់ដ៏ស្ងាត់មួយនៅត្រង់កន្លែងកើតហេតុនោះស្រាប់តែមានវិញ្ញាណវិលវល់នៅទីនោះគឺលោកយាយស៊ីនិងលោកយាយសំគាត់ទាំងពីរមិនដឹងថាកាលពីជាតិមុនបានសាងអ្វីមករួមគ្នានោះទេបានជាជាតិនេះគាត់មិនព្រមបែកគ្នាតតែសោះសូម្បីតែស្លាប់បាត់ទៅហើយក៏ដួងប្រលឹងស្កាត់មករកជួបគ្នាវិញបានទៀតម៉ែមីកសំក្នុងខ្លួនហងឯងនេះវាចេះតែយ៉ាងម៉េចហ่ะមិនក៏ជិះម៉ូតូអីមកសស្លាក់មិនមើលមុខមិនមើលក្រោយអីសោះអញ្ចឹងហ៎អញឃើញនាងឯងដើរតាមផ្លូវដូចជារៀងដំណើរពេកហ្នឹងទើបអញចង់គៀនាងឯងធ្លាក់នៅលេទៅតែដឹងអីក៏វាជ្រួលចង្កូតទៅបានងាប់ទាំងពីរបដៅយើមីកសំអញស្មានថានាងឯងនេះវាមានបញ្ហាជិះម៉ូតូវាមិនត្រង់ផ្លូវបានគៀអញតាមពិតនាងឯងមានគំនិតអាក្រក់អញ្ចឹងទេអញជាលេងនោះតែណានាទៅដឹងថាវាងាប់មែនតែនហិយើមីកសំអញទ្រាំឡើងបានហើយលោកយាយស៊ីទ្រាំពុំបានក៏វាលោកយាយសំនៅក្នុងពេលនោះទៅបានបន្តិចលោកយាយស៊ីក៏រលាយបាត់ទៅអមជាមួយនឹងពន្លឺមួយហោះឡើងទៅខាងលើស៊ីអើយស៊ីទៅណាបាត់ហើយស៊ីមកវាយអញវិញមកស៊ីកុំទុកឲ្យអញនៅតែម្នាក់ឯងឯណាអញខ្លាចខ្មោចស៊ីមកវិញស៊ីស៊ីអើយស៊ីទៅណាបាត់ហើយស៊ីមកវិញអញរមាស់មាត់ណាស់ស៊ីចង់ជេរគ្នាទៀតស៊ីកុំទៅចោលអញណាអញសុំទោសស៊ីមកវិញមកក្នុងខណៈពេលដែលលោកយាយសំកំពុងតែនឹងតាមរកលោកយាយស៊ីនោះក៏ប្រទះជួបជាមួយនឹងបរិសម្នាក់មើលទៅរូបរាងនិងការស្លៀកពាក់មានភាពខុសប្លែកពីគេគាត់ឃើញហើយក៏សួរទៅកាន់បរិសនោះថាណែអាលោកងោលមានឃើញយាយរៀងចំណាស់ម្នាក់ដើរកាត់នឹងដែរទេយាយឯងជាណាមិនហៅខ្ញុំអញ្ចឹងណែមិនបាច់ដើររកយាយនោះទៀតទេគឺគាត់ដល់ពេលវេលាដែលត្រូវទៅរកចាប់កំណើតថ្មីទៀតហើយដោយសារតែកាលពីគាត់នៅមានជីវិតរស់នោះគាត់បានសាងតែអំពើល្អទើបដល់ពេលដែលស្លាប់ទៅគាត់គ្មានកម្មពៀដែលនឹងត្រូវជាប់ជំពាក់អូសំទោសលោកខ្ញុំឃើញលោកអត់មានសក់ទើបខ្ញុំហៅបែបនេះទៅណែហើយចុះខ្ញុំនោះលោកកាលណាទើបបានទៅដូចគេដែរកាលពីយាយមានជីវិតនៅរស់នោះមិនគិតខំប្រឹងប្រែងសាងនៅអំពើល្អនោះទេមានចិត្តកំណាញ់មិនចេះដាក់ទៀនមើលងាយជេរប្រតិចផ្ដាសាអ្នកដទៃមួយថ្ងៃមានតែរឿងក្តៅក្រហាយហើយថែមទាំងយកជីវិតគេមកលេងសើចទៀតមិនត្រឹមតែប៉ុណ្ណោះទេយាយឯងនេះថែមទាំងលួចកេងប្រវ័ញ្ចដីធ្លីព្រំរបស់គេថែមទៀតផងយាយឯងសាងនៅកម្ពុជាច្រើនណាស់អញ្ចឹងត្រូវនៅលុបលាងកម្មនោះឲ្យអស់សិនតើបានទៅរកជាតិកំណើតឃើញលោកយាយសំគ្រាន់តែលឺហើយលុតជង្គង់ទៅនឹងដីទួញសោកស្ដាយស្រណោះនៅទង្វើដែលខ្លួនបានធ្វើចង់វិលទៅកែប្រែវិញក៏ទៅមិនបានគ្រប់យ៉ាងបានកន្លងហួសអស់ទៅហើយ
កើតមានចិត្តអាណិតអាសូរដល់កូនប្រុសដែលត្រូវបែកបាក់ស្នេហាដោយសារតែខ្លួនចង់ទៅរកនាងចំបៃដើម្បីសុំទោសនិងចង់ឲ្យពួកគេវិលមកតាក់ទងគ្នាវិញក៏ប៉ុន្តែគាត់មិនអាចចេញទៅណាបានឆ្ងាយពីទីកន្លែងដែលគាត់បានស្លាប់នោះទេគ្រប់យ៉ាងមិនសល់ត្រឹមតែវិវដិសារីកន្លងទៅបាន1ឆ្នាំចំបៃក៏មានគ្រួសារនៅឯទីក្រុងភ្នំពេញមានជីវភាពធូរធារយូរទៅត្រឡប់មកលេងស្រុកម្ដងឯចំណែកនាយពេជ្រវិញក៏មានភរិយាដូចគ្នាហើយគ្រួសារទាំងពីរនេះក៏ប្រែមករាប់អានគ្នាលែងមានគំនុំគុំគួននឹងគ្នាបន្តទៅទៀត